បងប្អូនណាដែលគាត់ចង់មកលេងចំការផ្កាទូលីបចានៅចុងថេតស្អាតខ្លាំងមែនតើអានេះខ្ញុំមកចុងម៉ោងបើសិនជាបងប្អូនមកពីថ្ងៃតិចព្រោះថាម៉ោង6គេបិទតែអញ្ចឹងខ្ញុំចូលប្រហែលជាខ្វះ10នាទីអញ្ចឹងខ្ញុំចូលមកបញ្ញាខ្ញុំថតបានតែប្រហែលប៉ុឲ្យបងប្អូននៅមុខយើងចូលទៅដល់ក្នុងខាងក្រោយទៀតផ្កាស្អាតច្រើនជាងហ្នឹងអានេះខ្ញុំថតបានតែប៉ុណ្្នឹងឯងអញ្ចឹងបើបងប្អូនណាមានចំណាប់អារម្មណ៍មកលេងសួនផ្កាទូលីបនៅចុងថេតហ្នឹងបងអាចមកឲ្យបានមុនម៉ោង6ណាបងណាបើសិនជាផុតម៉ោង6គឺគេបិទតែគេឲ្យចូលលេងអញ្ចឹងកុំឲ្យដូចខ្ញុំកុំឲ្យខកជើងខ្ញុំថតបានតែប្រហែលប៉ុឲ្យបងអើយផ្កាគឺពេញហិស្អាតខ្លាំងតែម្ដងគឺជូសូខ្ញុំដាក់នៅខាងក្រោមខមមិនហ្នឹងណាអញ្ចឹងបើសិនជាបងប្អូនចង់មកលេងអាចមកលេងបាននៅអូសាននិយាយរួមទៅបើយើងទៅឃើញផ្កាហ្នឹងទៅវាមានអារម្មណ៍មួយថាស្រស់ស្រាយហើយត្រជាក់ភ្នែកមកឥឡូវហ្នឹងគឺវាអត់ក្តៅវាអត់ត្រជាក់ទេគឺអាកាសធាតុល្មមគឺពេញស្វាយហ្មងមើលទៅពេញភ្នែកតែម្ដង